សង្ខេបរឿងតេជោយ៉តរឿងតេជោយ៉តបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនៅតម្លៃមនុស្សខ្មែរដែលយកប្រយោជន៍ជាតិជាធំពួកគេមានទឹកចិត្តស្មោះស្ម័គ្រចំពោះជាតិមាតុភូមិចំពោះព្រះមហាក្សត្រថ្នាក់ដឹកនាំរហូតដល់គ្រូបាអាចារ្យដោយមិនគិតថាខ្លួនជាបុរសឬស្ត្រីឡើយរឿងនេះនិពន្ធដោយលោកទីជីហួតនៅក្នុងអត្ថបទសង្ខេបរឿងនេះក្លឹបសិក្សាចងក្រងឡើងដើម្បីជាឯកសារជំនួយស្មារតីដល់សិស្សានុសិស្សរបស់ក្លឹបសិក្សាទាំងអស់នៅក្នុងនេះផងដែរក្លឹបសិក្សាបានដកស្រង់នៅគុណតម្លៃអប់រំគុណសម្បត្តិរបស់តួអង្គក៏ដូចជាអត្ថបទសង្ខេបរឿង1អត្ថបទសង្ខេបរឿងនៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាសមានមុខងារជាអុកញ៉ាតេជោបរមរាជដែលហៅថាតេជោមាសលោកមានភរិយាឈ្មោះស្រែនមានងារជាជំទាវស្វាមីភរិយាទាំងពីរនេះមានទឹកចិត្តស្រឡាញ់រាប់អានយ៉តជាសិស្សជំនិតដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រូគ្រប់ពេលនិងគ្រប់ទីកន្លែងស្ដេចសម្រែបានតាំងខ្លួនឯងថាជាស្ដេចសម្រែរាជាធិរាជបានតាំងទីកងទ័ពនៅកំពង់ហៅកំពង់ឆ្នាំងដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថាបន្ទាយនគរស្ដេចសម្រែជាមេក្រុមបះបោរប្រឆាំងនឹងស្ដេចព្រះជ័យជេស្តាដើម្បីដណ្ដើមអំណាចគ្រប់គ្រងផែនដីតេជោមាសនិងយ៉តបានព្យាយាមលើកទ័ពទៅបង្ក្រាបក្រុមបះបោរនេះខ្លាំងណាស់ដែលតែងត្រូវបរាជ័យជំទាវស្រែនបានរៀបចំល្បិចបញ្ឆោតឲ្យស្ដេចសម្រែធ្លាក់ក្នុងអន្លង់ស្នេហាចំពោះរូបនាងហើយបានបងអកស្រារហូតដល់ស្រវឹងស្ដេចសម្រែនិងបពពួកត្រូវបានតេជោមាសយ៉តនិងកងទ័ពចាប់ទៅថ្វាយព្រះចៅចេស្តាកាត់ទោសតាមច្បាប់នគរក្រោយពីបានទទួលជោគជ័យលើស្ដេចសម្រែរួចមកតេជោមាសក៏បានទទួលអនិច្ចកម្មទៅព្រះរាជាក៏ប្រទានងារនោះឲ្យទៅតេជោយ៉តបំពេញនាទីដឹកនាំកងទ័ពជំនួសតេជោយ៉តបានទទួលរាជបញ្ជានិងដើរអាជ្ញាសឹកទៅបង្ក្រាបពួកឆ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់ឆ្លងតាមបទពិសោធន៍របស់អុកញ៉ាចក្រីនិងក្រឡាហោមដែលធ្លាប់ទទួលបរាជ័យក្នុងការបង្ក្រាបឆ្លើយសឹកនៅទីនោះតេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្ដាលមកពីមានខ្មាំងនៅពីក្រោយខ្នងតេជោយ៉តបានបញ្ជាកេណ្ឌទ័ពទៅនៅលង្វែកកំពង់ស្វាយក្នុងនោះមានម៉ឺនចៃចុងរ័ត្នដែលជាប្អូនថ្លៃមហាក្សត្រផងដែរដើម្បីរកខ្មាំងខាងក្រោយខ្នងតេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់អូសឫស្សីបញ្ច្រាស់ចុងសម្រាប់កសាងបន្ទាយបើនរណាប្រឆាំងត្រូវសម្លាប់ចោលបពពួកម៉ឺនចៃចុងរ័ត្នមិនបានធ្វើតាមបញ្ជានោះឡើយថែមទាំងធ្វើតាមទំនងចិត្តរបស់ខ្លួនព្រោះសំអាងទៅលើបងស្រីដែលធ្លាប់ទទួលសំណូកហើយក៏ជាអ្នកម្នាងនៃព្រះរាជាព្រះមហាក្សត្រនឹងជួយឲ្យរួចពីកំណែននេះទង្វើនោះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចុងរ័ត្ននេះឯងគឺជាខ្មាំងពីក្រោយខ្នងហើយក៏ចាប់យកទៅសម្លាប់ទៅក្រោយពីទទួលបានដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនោះបានទូលថ្វាយព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិតព្រះរាជាបានធ្វើតាមការស្នើសុំរបស់អ្នកម្នាងតែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរចាំរួចការនេះខ្លួននឹងមកទទួលទោសដោយខ្លួនឯងដោយការទទូចសុំរបស់អ្នកម្នាងខ្លាំងពេកព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនោះពេលដែលកំពុងជជែកគ្នានោះតេជោយ៉តបានចោទប្រកាន់ថាអ្នកម្នាងជាខ្មាំងពីក្រោយខ្នងព្រោះបានរំខានខ្លួនពេលកំពុងធ្វើសឹកបើកឱកាសឲ្យសត្រូវវាយលុកនិងទទួលសំណូកដើម្បីការពារបពពួកម៉ឺនចៃចង្រៃធ្វើឲ្យកងទ័ពបាក់ស្មារតីហើយក៏គប់កូនដាវសម្រាប់អ្នកម្នាងនោះតែម្ដងតេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះថាចាំបង្ក្រាបសត្រូវរួចនឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯងការបង្ក្រាបឆ្លើយសៀមបះបោរបានសម្រេចជោគជ័យតេជោយ៉តបានឲ្យគេធ្វើឃ្នាងហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនបានសម្លាប់អ្នកម្នាងនោះព្រះរាជាមិនឲ្យចូលជួបរួចបញ្ជាឲ្យមន្ត្រីដោះលែងនិងឲ្យទៅត្រួតត្រាការងារនៅឯខេត្តកំពង់ស្វាយតេជោយ៉តបានគួចចិត្តប៉ងប្រាថ្នាយកជំទាវស្រែនមកធ្វើជាភរិយាតែមិនបានសម្រេចនោះទេពីព្រោះជំទាវស្រែនបានគិតថាយ៉តជាជនជាតិភាគតិចនិងជាសិស្សរបស់ប្តីនាងពីមុនមកផងដែរដោយសង្កេតឃើញថាជំទាវរើសអើងស្នេហាប្រកាន់វណ្ណៈបែបនេះតេជោយ៉តបានប្រើល្បិចលួចយកកម្មចិន្តាផ្ទះរបស់ជំទាវស្រែនមកឲ្យជាង10ឆ្លាក់
ជារូបព្រះបដិមានិងរូបតេជោមាសហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូនកុសលទៅគ្រូរបស់ខ្លួនជំទាវស្រែនបានចូលរួមក្នុងពិធីនេះហើយបានថ្វាយបង្គំព្រះបដិមានិងរូបសំណាកតេជោមាសនោះតែត្រូវបានតេជោយ៉តប្រាប់ការពិតថាថ្វាយបង្គំកម្មចន្ទាផ្ទះរបស់ខ្លួនឯងគ្រានោះជំទាវស្រែនយល់ន័យទង្វើរបស់តេជោយ៉តក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅចំណុចទី2ការវិភាគគុណសម្បត្តិនិងគុណវិបត្តិរបស់តួអង្គ1តួអង្គតេជោយ៉តគុណសម្បត្តិរបស់តេជោយ៉តជាមេទ័ពខ្លាំងពូកែចេះវិជាគុណនិងមានចំណេះវិជ្ជាខាងសត្វសង្គ្រាមខ្ពង់ខ្ពស់ជាមេទ័ពអង្គអាចក្លាហានមានឧត្តមគតិស្នេហាជាតិមាតុភូមិបម្រើជាតិដោយស្មោះត្រង់និងហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុជាតិស្អប់ខ្ពើមនិងប្រឆាំងដាច់ខាតចំពោះអំពើឈ្លានពានរបស់ពួកបរទេសជាពិសេសប្រទេសសៀមស្រឡាញ់យុត្តិធម៌ប្រឆាំងអំពើបពុនិយមនិងអំពើពុករលួយស៊ីសំណូកសុកប៉ាន់ជាមនុស្សឆ្លាតវៃរហ័សរហួនឆាប់យល់និងល្បិចកលរបស់សត្រូវដែលមានយុទ្ធវិធីខ្ពស់ក្នុងការកម្ចាត់សត្រូវក្រោយខ្នងចេះរកវិធីដើម្បីឈ្នះបានលើកគំនិតរើសអើងប្រកាន់វណ្ណៈតស៊ូអំណត់ជំនះរាល់ការមើលងាយមើលថោកពីអ្នកដទៃព្រោះតែខ្លួនជាជនជាតិភាគតិចភ្នងជាសិស្សមានចិត្តកតញ្ញូគោរពដឹងគុណគ្រូជានិច្ចទោះបីគ្រូបានទទួលមរណភាពហើយក៏ដោយជាបរិសុទ្ធឲ្យតម្លៃលើស្ត្រីចរិយាធម៌ដោយសុខចិត្តរៀបការជាមួយស្ត្រីបែបនេះទោះបីជាមេម៉ាយក៏ដោយគុណវិបត្តិរបស់តេជោយ៉តយកភរិយារបស់គ្រូដែលធ្លាប់ចិញ្ចឹមបីបាច់ខ្លួនហើយជាមនុស្សដែលខ្លួនធ្លាប់គោរពដូចជាម្ដាយមកធ្វើជាប្រពន្ធមានគំនិតជាចៅហ៊ានលួចកាប់ញដាផ្ទះគេដើម្បីសម្រេចបំណងស្នេហាខ្លួនគុណសម្បត្តិរបស់ជំទាវស្រែនជាស្ត្រីឆ្នើមមានគំនិតឆ្លាតវៃចេះរកវិធីកម្ចាត់សត្រូវជូនជាតិមាតុភូមិដោយមិនបានធ្វើសង្គ្រាមបង្ហូរឈាមឡើយមានសមត្ថភាពខ្ពស់និងចេះជួយស្វាមីក្នុងគ្រាមានអាសន្នមានរូបសម្បត្តិចរិយាសម្បត្តិនិងសមត្ថភាពល្អប្រពៃមានភក្ដីភាពនិងចេះរៀបចំទំនុកបម្រុងគ្រប់បែបយ៉ាងចំពោះស្វាមីគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានល្អប្រសើរគុណវិបត្តិជំទាវស្រែនមានគំនិតរើសអើងជនជាតិភាគតិចនិងប្រកាន់វណ្ណៈយកសិស្សស្វាមីខ្លួនធ្វើជាស្វាមីគុណតម្លៃអប់រំនៅក្នុងរឿងតេជោយ៉តស្នាដៃនិពន្ធលោកទីជីហួតមានតម្លៃអប់រំរួមមាន 1. បណ្ដុះស្មារតីដល់កូនខ្មែរគ្រប់រូបឲ្យមានឆន្ទៈទឹកចិត្តស្រឡាញ់ការពារនិងលើកស្ទួយប្រទេសជាតិខ្លួន 2. បុគ្គលគ្រប់រូបត្រូវមានទំនួលខុសត្រូវចំពោះភារកិច្ចនិងដោះស្រាយបញ្ហាចំពោះមុខដោយភាពឆ្លៀសវៃ 3. ពញ្ញាស្មារតីដល់សង្គមខ្មែរអំពីតម្លៃស្ត្រីចំពោះការចូលរួមកិច្ចការប្រទេសជាតិ 4. ត្រូវមានចិត្តកតញ្ញូចេះដឹងគុណតបគុណចំពោះបុគ្គលធ្វើគុណលើ 5. ចេះប្រើប្រាស់ចំណេះដឹងរបស់ខ្លួនក្នុងផ្លូវត្រូវព្រោះជាវិថីនាំខ្លួនទៅរកឧត្តមភាព 6. ស្វាមីភរិយាគ្រប់រូបត្រូវចេះឲ្យតម្លៃនិងធ្វើការពិភាក្សាជួយទុក្ខធុរៈគ្នា 7. អប់រំឲ្យមន្ត្រីរាជការទូទៅគួរជៀសវាងអំពើបពុនិយមពុករលួយស៊ីសំណូកសុកប៉ាន់ផ្សេងព្រោះវាអាចបង្កនូវបាតុភិបអសកម្មនិងអសន្តិសុខដល់សង្គម 8. ជៀសវាងការរើសអើងជនជាតិភាគតិចការប្រកាន់វណ្ណៈហើយចេះយល់ពីតម្លៃពិតរបស់មនុស្សទៅត្រឹមត្រូវ 9. អប់រំដឹកនាំឲ្យមានភាពប៉ិនប្រសប់ក្នុងការបំពេញភារកិច្ចចេះពិនិត្យមើលគម្ពីរក្បួនខ្នាតសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងចាប់ផ្ដើមអនុវត្តចុងបញ្ចប់គឺជាការជៀសវាងឆ្លុះអង្វែងនឹងសម្រស់ស្រីងប់ងល់នឹងកាមតណ្ហាខ្វះគំនិតពិចារណាដែលនាំឲ្យអន្តរាយដល់ខ្លួន